រាល់ឆ្នាំគឺខ្ញុំតែងតែធ្វើแจมផ្លែប៉ោមញ៉ាំដោយសារតែផ្ទះខ្ញុំគឺសបោសបាយផ្លែប៉ោមខ្លាំងណាស់បងប្អូនម៉ែនិងប៉ាគាត់ធ្វើការនៅចការប៉ោមតាំងពីមកដល់ប្រទេសកូរ៉េត្បូងមកដល់ឥឡូវហ្នឹងគឺ5ឆ្នាំជិត6ឆ្នាំហើយចាតាំងពីអូនជាអានបានអាយុ2ឆ្នាំជាងកាលហ្នឹងក៏ខ្ញុំអាសាយកជាអានទៅលេងនៅចការប៉ោមដែរព្រោះនៅចការប៉ោមក៏មានការងារច្រើនចាប់ផ្ដើមតាំងពីដាក់ជីទៅដើមប៉ោមបេះស្លឹកប៉ោមបេះក្តាប់ប៉ោមរហូតដល់បានបេះផ្លែលក់បងប្អូនអ្វីដែលសំខាន់ម្ចាស់ចការប៉ោមគាត់ជាខ្មែរស្វាមីគាត់ជាជនជាតិកូរ៉េពីអ្នកប្តីប្រពន្ធគាត់គឺចិត្តល្អណាស់ចាក្នុងវីដេអូនេះបងប្អូនខ្ញុំឲ្យបងប្អូនទស្សនាแจมមានច្រើនប្រភេទគ្រប់ផ្លែឈើទាំងអស់គឺគេយកទៅធ្វើแจมមានแจม strawberry blueberry មានក្រូចមានអីប៉ុន្តែអត់មានប៉ោមហើយផ្លែប៉ោមខ្ញុំសានេះម៉ែផ្ញើមកល្អទេប៉ុន្តែមកដល់ផ្ទះខ្ញុំកំឡុងពេលដែលជីស៊ូដេកនៅពេទ្យខ្ញុំអត់បានបើកកេះរៀបចំដាក់ទូទឹកកកអីធំត្រូវទេអញ្ចឹងទៅក៏គិតថាវាអត់អីមានណាមកដល់គឺខូចថងតែកន្លះកេះបាត់ហើយបងប្អូនអញ្ចឹងខ្ញុំកាត់យកកន្លែងណាដែលខូចចេញចិត្តជាចំណិតតូចល្មមដើម្បីធ្វើแจมបើសិនជាផ្លែប៉ោមដែរល្អខ្ញុំអត់សូវចង់ធ្វើแจมគឺទុកញ៉ាំហ្មងបងប្អូនចាតែដោយសារនេះផ្លែប៉ោមគឺរៀងខូចខ្លាំងអញ្ចឹងពេលដែលធ្វើแจมបងប្អូនចង់ដាក់ស្ករប្រភេទណាក៏បានដែរស្ករសធម្មតាក៏បានស្ករពណ៌ប្រោនក៏បានដែរយកស្កររួយលើផ្លែប៉ោមហើយចាប់ផ្ដើមច្បល់ផ្លែប៉ោមជាមួយនឹងស្ករហ្នឹងឲ្យវាចូលគ្នាល្អណាបងប្អូនកុំទាន់យកទៅដាក់លើភ្លើងហើយចាក់ស្ករចូលគឺយើងរួយវាបែបនេះមកបន្ទាប់ពីរួយស្ករហើយនឹងផ្លែប៉ោមនឹងឲ្យចូលគ្នាជ្រោយសព្វល្អមកហើយផ្អាប់ទុកចោលរយៈពេល20ទៅ30នាទីរហូតដល់មានទឹកចេញពីផ្លែប៉ោមនឹងមកច្រើនល្មមគួរសមបែបនេះបងប្អូនចាបើសិនជាមានទឹកចេញមកបែបហ្នឹងឯងគឺយើងអាចយកវាទៅរងាស់លើភ្លើងបានហើយមិនបាច់ចាំបន្ថែមទឹកអីទៀតទេបងប្អូនសាកឆ្នាំងថ្មីដែលទៅទិញថ្ងៃមុនឃើញឆ្នាំងនេះតូចល្មមទេប៉ុន្តែដាក់ផ្លែប៉ោមឡើងពីចានដែកនេះចូលអស់ហលីងហ្មងបងប្អូនឆ្នាំងដែលខ្ញុំប្រើនេះគឺទំហំ 28cm ធំល្មមគួរសមសម្រាប់ធ្វើម្ហូបឲ្យមនុស្ស4ទៅ5នាក់ញ៉ាំដែរនៅពេលដែលចាប់ផ្ដើមរងាស់ដំបូងដាក់ភ្លើងឲ្យខ្លាំងធ្វើម៉េចឲ្យផ្លែប៉ោមរបស់យើងហ្នឹងគឺចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងហើយវាមានទឹកចេញមកកាន់តែច្រើនណាបងប្អូនបន្ទាប់ពីហ្នឹងមកយើងចាប់ផ្ដើមបន្ថយភ្លើងរហូតតិចព្រោះខ្លាចខ្លោចយើងអត់មានថែមទឹកអីទៀតទេអញ្ចឹងពេលដែលរងាស់ចិត្តដាច់ទឹកហើយខ្ញុំដាក់ម្សៅ cinnamon ចូលចាម្សៅឈើអែមបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តចាំដាក់បើសិនជាអត់ចូលចិត្តទេមិនបាច់ដាក់ទេប៉ុន្តែជែមផ្លែប៉ោមគឺត្រូវជាតិត្រូវក្លិនគ្នាជាមួយឈើអែមខ្លាំងបងប្អូនដែលអត់ដែរសាកក៏សាកធ្វើតាមទៅឃើញលោបងប្អូនអាចនឹងត្រូវចិត្តជាមួយនឹងរសជាតិហ្នឹងជាមួយនឹងក្លិនហ្នឹងចាហើយសម្រាប់បងប្អូនយើងដែលចូលចិត្តក្រូចឆ្មាអាចបន្ថែមក្រូចឆ្មាចូលសម្រាប់ជាតិផ្អែមវិញបងប្អូនចូលចិត្តផ្អែមស្រាលឬក៏ផ្អែមដុតអាចបន្ថែមបន្ថយស្ករតាមចំណូលចិត្តបានដោយសារផ្លែប៉ោមគឺផ្អែមស្រាប់ហើយអញ្ចឹងខ្ញុំក៏អត់សូវដាក់ស្ករច្រើនប្រហែលដែរដាក់ស្ករមកល្មមនិយាយទៅយើងធ្វើញ៉ាំខ្លួនឯងគឺធ្វើអត់សូវផ្អែមខ្លាំងទេបងប្អូនតែបើសិនជាយើងទិញពីគេមកភាគច្រើនគឺគេដាក់ឲ្យផ្អែមខ្លាំងហើយនឹងសារជាតិដែលអាចរក្សាទុកបានយូរ homemade បែបនេះបន្ទាប់ពីឆ្អិនហើយត្រូវដាក់ទូទឹកកកបើអាចញ៉ាំឲ្យបានលឿនកាន់តែល្អបងប្អូនចាទុកឲ្យវាត្រជាក់សិនចាំច្រកចូលគីឡហើយដាក់ចូលក្នុងទូទឹកកកទៅខ្ញុំច្រក3គីឡ1គីឡផ្ញើឲ្យម៉ែនិងប៉ា1គីឡទៀតឲ្យអ្នកចិត្តខាងខ្ញុំហើយ1គីឡទៀតញ៉ាំខ្លួនឯងអ្នកដែលចូលចិត្តញ៉ាំនំប៉័ងឆុងសាបបើបានញ៉ាំជាមួយនឹងแจมផ្លែប៉ោមនេះទៀតរសជាតិគឺកាន់តែបើសខ្លាំងហ្មងបងប្អូន